ឲ្យគ្រាន់តែវល់កង់លឺម្លឹងថ្ងៃចោះតម្រងមកជីទៀតវាយ៉ាងម៉េចទៅបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់បងប្អូនថាយើងធ្វើកលេសអស់ប្រមាណដូរអីខ្លះទៅធ្វើឲ្យវាស្ងាត់ឡើងវិញអញ្ចឹងសូមបញ្ជាក់តិចថាប៊ីតនេះគឺជាប៊ីតថ្ងៃមុនដែលម្ចាស់គាត់ទុកឡើង3 4 5ខែនោះហើយគាត់ឲ្យខ្ញុំធ្វើមកស្អាតជូនគាត់អញ្ចឹងនេះគឺជាភាគ2អញ្ចឹងម៉ូតូនេះមុននឹងខ្ញុំដោះដល់កលេវាខ្ញុំទៅលាងតួហ្គារីសិតកូដលុបកូដរីសិតម៉ាញ៉េតូមកស្អាតសិននឹងលាងប៊ិចលាងសេនស័រមកស្អាតព្រោះថាម៉ូតូនេះទុកចោលយូរពេកអញ្ចឹងម៉ូតូដែលជិះឲ្យស្រួលជិះទៅឆ្លួលអ៊ុលតិចភាគច្រើនគឺមានបញ្ហាទៅលើកហ្គាវានឹងហើយអញ្ចឹងសូមបញ្ជាក់តិចម៉ូតូបងប្អូនដែលជិះទៅអត់សូវស្រួលតិចស្ទើរតិចបងប្អូនអាចលាងកហ្គានេះបានលាងប៊ិចលាងសេនស័រនេះបានមានន័យថាយើងអត់តន់ដូរគ្រឿងបន្លាស់វាទេគឺយើងជួសជុលវាសិនអស់លុយតិចសាក់ជួសជុលវាសិនទៅអញ្ចឹងម៉ូតូនេះខ្ញុំបានលាងរួចរាល់ហើយចាប់ដើមទៅមើលប្លុកកាទៀសែពៀនម្ដងអញ្ចឹងប្លុកកាទៀសែពៀនរបស់វាគឺមានខូចគួរសមដែរទី1នោះគឺខូចចាន់គ្លីប្រឈុតតែម្ដងព្រោះតែគ្លីនេះមិនមែនគ្លីស៊ីនទេគ្លីឡូទេហើយក៏វាមានកលាក់ហើយដែរទុកវាក៏បានដែរក៏មកតែប្រើទៅរៀងលាន់ខ្លុកចំណែកស្បែកអូសរបស់វាគឺមិនទាន់អស់ប្រមាណទេគឺអាចប្រើបានអញ្ចឹងខ្ញុំឲ្យគាត់ប្រើសិនទៅអញ្ចឹងម៉ូតូអូតូដែលដោះមកឃើញសើមខ្មៅបែបនេះកុំទុកហ្វតអីសោះយើងត្រូវដូរហ្វតវាចោលនឹងលាងសម្អាតប្លុកកាទៀនេះឲ្យស្អាតព្រោះបើយើងលាងបានស្អាតមានន័យថាយើងប្រើបានយូរអញ្ចឹងឃើញថាកលេរបស់វាគឺមានបញ្ហាខ្លាំងណាស់គឺវាខូចខ្លាំងណាស់គឺវាសឹកថ្មិញអស់ហើយមានន័យថាយើងជួសជុលបានទេគឺត្រូវតែដូរថ្មីតែម្ដងហើយក៏សូមបញ្ជាក់ដែរថ្មីគឺដាក់បោះស៊ីនព្រោះថាម៉ូតូនេះខ្ញុំបានលោអាយដែរព្រោះតែខ្ញុំចង់សេវលុយឲ្យម្ចាស់គាត់តិចព្រោះថាម៉ូតូនេះធ្វើអស់លុយច្រើនណាស់អស់ចិត្ត$200ដល់ក៏ប៉ុន្តែខ្ញុំដាក់អាឡូទៅណាវាមិនស្ងាត់ទេវានៅតែរូតិចដែរវាជិះទៅរៀងវើតិចតែបើអាស៊ីនេះវិញគឺស្ងាត់ឆឹងតែម្ដងមិនដែរបងប្អូនប៉ុណ្ណឹងទទួលយកបានអត់ទោះថាជាងដំធ្វើប៉ុណ្ណឹងយកលុយបងប្អូនបាននៅអញ្ចឹងម៉ូតូនេះអស់បដាងកលេមួយឈុតនិងអស់កលេមួយឈុតបញ្ជាក់តិចកលេខ្ញុំដូរតែ3ដុំហ្នឹងឯងខ្ញុំអត់ដូរអាបកគោលធំទៅកង់នោះទេហើយពិតជាចៃដន្យមែនទែនបងប្អូនគឺមានអានិចមួយគ្រឿងទៀតមានបញ្ហាទៅលើបដាងកលេគឺបែកតិចតែម្ដងបើដើរទៅបងប្អូនលឺសុកក្រឹកក្រាក់ពេលបើជួនគៀបជួនតាំងជួនធូចឹងទេអត់មានអីទេថ្ងៃនេះបាន2ឈុតខកលេ2ឈុតទេជាងដំលុយគ្រប់ហើយទេទៀតជាងដំឲ្យកូនជាងទៅទិញអាជាទុកខ្លះសេឲ្យហើយសិនឲ្យវាតិចហើយព្រោះអីជាងដំថ្ងៃនេះហត់ខ្លាំងណាស់នឹងទិញពងទាកូនខ្លាំងដើម្បីឲ្យមានកម្លាំងឡើងវិញព្រោះអីជាងដំប្រើកម្លាំងមួយថ្ងៃពេញនេះគឺថាអស់កម្លាំងអាលីងតែម្ដងហើយថាអស់កម្លាំងឲ្យស្មើនឹងមនុស្សយើងវាអស់ថ្មហើយវាអស់ថ្មសាក់ថ្មទៅនិយាយទៅគឺសាក់ថ្មជីវិតហើយថ្មជីវិតជាងដំមានអីច្រើនមានតែអាចជាក់ពេលល្ងាចហ្នឹងហើយនិយាយទៅថ្មជាងដំតែអញ្ចឹងឲ្យតែពេលល្ងាចសាក់ថ្មពេលល្ងាចសាក់មកឲ្យបងប្អូនអញ្ចឹងកុំខឹងខ្ញុំអីបងប្អូន